ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខំសានស្នងសាក់ខ្ញុំមកពីក្រុម SC1 អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជាមួយនឹងការធ្វើពាក់ព័ន្ធជាមួយ photography remote application SSA ISS អញ្ចឹងជាដំបូងខ្ញុំធ្វើការបើកលើ Linux របស់ខ្ញុំហើយខ្ញុំបាន remote វាមកចូលនៅក្នុង Git ហើយឥឡូវអញ្ចឹងជំហានដំបូងយើងត្រូវតែមាន server ហើយនឹង server ដែលសម្រាប់ផ្ទុកទៅលើ data អញ្ចឹងដោយសារខ្ញុំមានហើយខ្ញុំសូមសាកអ្វី comment ដើម្បី com chain អូខេជុំនេះគឺជា server របស់ខ្ញុំនឹង server data អញ្ចឹងនៅក្នុងហ្នឹងគឺមានដូចជា server data និង server ទី1 server ទី2និង server ទី3អញ្ចឹងសម្រាប់ទៅលើ server data របស់ខ្ញុំគឺជាកន្លែងដែលផ្ទុកទៅលើទិន្នន័យក្នុងការ share ទៅឲ្យគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំចូលឆែកមើល data នៅក្នុង server ទី1របស់ខ្ញុំSC1 add ខ្ញុំចូលមកដល់ server ទី2របស់ខ្ញុំនេះគឺជា home របស់ខ្ញុំមាន folder 2ទៅមកចឹងជប់ខ្ញុំវាយខុសចេញទៅ exit ចេញមួយសិនខ្ញុំមិនចូលទៅ SC1 ហើយខ្ញុំចូលទៅ server ទី1អញ្ចឹង SA server ទី1 add 2.8.0.2អូខេអញ្ចឹងខ្ញុំចូលមកដល់ server ទី1របស់ខ្ញុំហើយខ្ញុំ pwd នេះគឺជា home របស់ខ្ញុំទៅលើ server ទី1ខ្ញុំ ls មើលទៅលើ data របស់ខ្ញុំអញ្ចឹងនៅក្នុង data នៅ server ទី1របស់ខ្ញុំហ្នឹងគឺមានតែមួយទេគឺទៅលើ file test1 អញ្ចឹងខ្ញុំយកវាហ្នឹងមកធ្វើជា data មកទៅហើយនៅserver ទី2និង server ទី3ក៏មានដូចគ្នាដែរខ្ញុំសុំតេស្តទៅលើ server ទី2មួយទៀតហើយចាំធ្វើយកហ្មងតេស្ត server ទី3ទេចូលហើយចឹង psdចឹងនៅក្នុងserver ទី2របស់ខ្ញុំមាន file ច្រើនជាងនៅ folder នៅចឹង folder server ទី1នៅ folder ទី2ខ្ញុំគឺមាន data ច្រើនចឹងខ្ញុំសុំមកតេស្តទី3ទេយើងធ្វើការ share ចឹងខ្ញុំធ្វើការបើក Gitbase មួយទៀតអានេះខ្ញុំ login ចូលទៅ server data អូខេអញ្ចឹងខ្ញុំទៅ server data SA server data add 192.8.0 ចឹងខ្ញុំចូលមកដល់ server data ហើយចឹងខ្ញុំនឹងធ្វើការ generate ទៅលើ ASX 1ដើម្បីធ្វើការ share ចឹងខ្ញុំឆែកម៉ាស៊ីន
ចុច sh អូខេអញ្ចឹងខ្ញុំមានទៅលើអានេះហៅថា private key ហើយមួយនេះគឺ public key យើងនឹងយកវាដើម្បីធ្វើការ login ទៅចូល server នីមួយៗដែលយើងចង់ share ហើយបន្តមកទៀតខ្ញុំនឹងធ្វើការ copy ទៅលើ public key នេះទៅឲ្យគ្រប់ server ទាំងអស់គឺមានទាំង server ទី1 server ទី2ហើយនិង server ទី3អញ្ចឹងខ្ញុំសូមវាយ comment ដើម្បី copy ទៅចាស់ដល់ copy ដល់ id /1 sh SA ចុច SA ហើយ /sv1 key .pub ទៅ server ទី1ទៅមក add IP address វា 0.2 copy ID sh sv1 key pub server ទី1ហើយនឹង IP ទៅមកខ្ញុំ enter អូខេអញ្ចឹងខ្ញុំ copy រួចហើយខ្ញុំដាក់ទៅ server ទី2មួយទៀតហើយនឹង server ទី3អូខេអញ្ចឹងខ្ញុំ copy ទៅរួចរាល់ហើយនឹងបន្តមកទៀតខ្ញុំនឹងធ្វើការចូលទៅ user group របស់ខ្ញុំវិញហើយខ្ញុំនឹងធ្វើការបង្កើតទៅលើ local mount ចុចសម្រាប់ command sudo mkdir .p /m ante server 1 ចឹងធ្វើការបង្កើតទៅលើ local mount ឲ្យនៅក្នុង server ទី1 password និង server 2យើងដាក់ឲ្យវាគ្រប់ server ជាប់ password server ទី1អូខេអញ្ចឹងខ្ញុំបានបង្កើតឲ្យវាគ្រប់ server ទាំងអស់ហើយអញ្ចឹងបន្ទាប់ពីខ្ញុំបានបង្កើតឲ្យវាទៅហើយអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរទៅលើ owner របស់វាទៅឲ្យក្រោមការគ្រប់គ្រងទៅលើ server data អញ្ចឹងយើងដាក់សិតឲ្យវាទៅ sudo ch own sudo ch own ទៅលើ server data server data ចុច2គឺ server data ដូចគ្នា server data /mount mnt តាមមកសុទ្ធទៅ server ទី1ចាស់ ch own server data mount ហើយនឹង server ទី1អូខេចឹងទៅហើយចឹងដាក់ទៅគ្រប់ server ដែរទៅ server ទី2ហើយនឹង server ទី3តោះមកខ្ញុំ ls មើល ls .l ls.l ជាង ls.l/mount អានេះឥឡូវចេញមកហើយគឺទៅលើ server ទី1 server ទី2 server ទី3របស់ខ្ញុំគឺបានផ្ទេរសិទ្ធិក្នុងការគ្រប់គ្រងនេះគឺ owner គឺមានសិទ្ធិ read write និង execute ហ្នឹងទៅឲ្យ server data ជាអ្នកគ្រប់គ្រងអញ្ចឹងបន្តមកទៀតខ្ញុំចូលមក server data របស់ខ្ញុំវិញខ្ញុំផាស command មួយចូលហើយ command មួយហ្នឹងគឺសម្រាប់
ធ្វើការ remote ពី server local ហ្នឹងទៅ ASX ដោយវាមានសុវត្ថិភាពខ្ពស់អញ្ចឹងមើល comment នេះទៅ server ទី1និង IP address របស់ខ្ញុំអញ្ចឹងត្រូវហើយ enter ចឹងដោយសារតែខ្ញុំអត់ទាន់មាន ASX ហ្នឹងទេអញ្ចឹងខ្ញុំសូមមក install វាសិនបន្ទាប់ពីខ្ញុំបានតម្លើងទៅលើ ASXហើយអញ្ចឹងខ្ញុំសូមផាសទៅលើ command នេះចូលអូខេចុចឈ្មោះ data ចាស់ data đi thống អូខេអញ្ចឹងខ្ញុំសាកមើលអូខេអញ្ចឹងវាចូលហើយអញ្ចឹងខ្ញុំត្រូវការដូរទៅមួយទៀតទៅ server ទី2 server ទី2នេះមួយទៀតទៅ server ទី2ហើយនៅចុងក្រោយគឺខ្ញុំបញ្ជូន data ហ្នឹងទៅ server ទី3អូខេអញ្ចឹងខ្ញុំបានបញ្ជូនវាទៅគ្រប់ server ទាំងអស់ហើយខ្ញុំធ្វើការឆែកមើលអញ្ចឹងនេះគឺជា server ខ្ញុំធ្វើការ mount ទៅលើ server ទី1របស់ខ្ញុំហើយដែលចង់កាត់ទៅលើ home ហើយនិង server ទី1និងទៅលើ data ហើយនេះគឺជា server ទី2និង server ទី3របស់ខ្ញុំចង់បន្ទាប់ពីខ្ញុំបានធ្វើរួចហើយខ្ញុំធ្វើការ ls មួយអញ្ចឹងទៅលើ server ទី1 ទី2 ទី3របស់ខ្ញុំគឺស្ថិតនៅក្នុងនេះ ls រួចហើយអញ្ចឹងខ្ញុំនឹងធ្វើការធ្វើតេស្តក្នុងការបង្កើតទៅលើ folder ចំនួន10នៅក្នុង server ទី1វាជាតន័យសរុបនៅក្នុងនេះអញ្ចឹងខ្ញុំធ្វើការតេស្តជាមួយសិនហើយទៅលើ server ទី1អញ្ចឹងនៅក្នុង server ទី1របស់ខ្ញុំគឺមានតែ view file ទេដែលខ្ញុំអាចឆែកឃើញនៅក្នុង folder server data របស់ខ្ញុំអញ្ចឹងខ្ញុំនឹងធ្វើការតេស្តបង្កើតទៅលើ folder បន្ថែមនៅក្នុង server ទី1type SSX testing ចំ1.10 ផ្ទុយអូខេចុចចឹងត្រូវហើយអូខេខ្ញុំ ls មើលសិនចាអូខេអញ្ចឹងនេះគឺជា folder ចាស់របស់ខ្ញុំគឺមានតែមួយទេតោះមកខ្ញុំធ្វើការបង្កើតទៅលើ folder ទៅលើ file ផ្សេងគឺចំនួន10 file គឺមាន testing ពី1រហូតដល់ testing 10អញ្ចឹងខ្ញុំនឹងធ្វើការមក ls សាមីនៅក្នុង data របស់ខ្ញុំចង់ដឹងថា data ទាំងអស់វាចូលមកអត់ចា ls mount មិញដោយសារតែខ្ញុំls /mount/server ទី1អត់ចាញ់ហ្នឹងដោយសារតែខ្ញុំបង្កើតទៅលើASXហ្នឹង
នៅខាងក្រៅទៅលើ folder data នៅក្នុង server ទី1របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវ copy ខ្ញុំប្រើ command មួយដើម្បី copy server file ទាំង10ដែលខ្ញុំបានបង្កើតមុនហ្នឹងមកចូលក្នុង server data អញ្ចឹងតមកខ្ញុំមកគាត់ថាវាយ command ដូចមកអញ្ចឹងវានឹងបង្ហាញទៅលើ file ទាំង10ដែលខ្ញុំបានបង្កើតមកអញ្ចឹងមកក្នុងនេះមកក្នុង server data អញ្ចឹងទៅលើការគ្រប់គ្រងទិន្នន័យនៅក្នុង server data ASS គឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះ